បាទជំរាបសួរទៅដល់ពុកម៉ែបងប្អូនក្នុងប្រហុំស្រីលោកតាលោកយាយដែលកំពុងតែស្វែងរកផលិតផលមួយដែលមានชื่อថាគ្រាប់ម្សៅយិនសិនម៉ាឡេស៊ីសម្រាប់ពុកម៉ែបងប្អូនមួយចំនួនដែលគាត់បានប្រើប្រាស់ហើយពុកម៉ែបងប្អូនមួយចំនួនគាត់មិនទាន់បានប្រើប្រាស់គាត់ចង់ដឹងពីផលិតផលនេះបន្ថែមពុកម៉ែបងប្អូនអាចចូលទស្សនាវីដេអូនេះបានណាខ្ញុំយកផលិតផលនេះយកមក review ឡើងវិញសម្រាប់ពុកម៉ែបងប្អូនអ៊ំប្រុសអ៊ំស្រីលោកតាលោកយាយដែលកំពុងតែមានបញ្ហាសន្លាក់សរសៃអាស៊ីតតែទៅមកបញ្ហាតម្រងនំនិងបញ្ហាលើជាតិស្ករលើជាតិខ្លាញ់ពុកម៉ែបងប្អូនអាចមកសាកល្បងប្រើប្រាស់ជាមួយផលិតផលនេះបានហើយសម្រាប់ពុកម៉ែបងប្អូនអ៊ំប្រុសអ៊ំស្រីលោកតាលោកយាយដែលកំពុងតែមានអាការៈធ្វើទុកដូចជាអាសាឈឺចង្កេះឈឺខ្នងឈឺស្មាចុកហើមឈឺកញ្ញាំដៃកញ្ញាំជើងកប់គៀបសរសៃឬមូកំពើនិងជំងឺស្លាប់មួយចំនួនខ្លួនតាក់ទងជាមួយបញ្ហាឡើងជាតិអាស៊ីតឈឺតាមកញ្ញោដៃកញ្ញោជើងក្តៅបាត់ដៃបាត់ជើងដើរធៀបគឺពិបាកមែនតើណាតាក់ទងជាមួយបញ្ហាសន្លាក់សរសៃហ្នឹងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែមានបញ្ហាជំងឺលៀនឌីសមានបញ្ហាស្ពោតឆ្អឹងពុកឆ្អឹងកំហាត់ឆ្អឹងធ្លាក់ចុះណាពុកម៉ែបងប្អូនអាចសាកល្បងប្រើប្រាស់ជាមួយផលិតផលនេះបានផលិតផលនេះដែរគឺនាំចូលដោយក្រុមហ៊ុន YSKL ពុកម៉ែបងប្អូនណាខ្ញុំបញ្ជាក់នាំចូលដោយក្រុមហ៊ុន YSKL ផលិតផលនេះដែរមួយកាប៉ុងមាន60គ្រាប់របៀបនៃការប្រើប្រាស់យើងប្រើមួយថ្ងៃគឺ2ដងពុកម៉ែបងប្អូនណាព្រឹក2គ្រាប់ល្ងាច2គ្រាប់ពុកម៉ែបងប្អូនណាបន្ទាប់ពីពុកម៉ែបងប្អូនទទួលទានអាហារ15នាទីទៅ2ឲ្យម៉ត់ហូបជាមួយទឹកក្តៅអ៊ុនក៏បានជាមួយទឹកត្រជាក់ធម្មតាក៏បានបើសិនជាមានទឹកក្តៅគឺល្អពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមួយចំនួនក៏តែងទៅសួរថាតើប្រើជាមួយផលិតផលហ្នឹងយើងមានការតមអីអត់ខ្ញុំបញ្ជាក់មិនមែនតមដោយសារផលិតផលទេតមដោយសារជំងឺពុកម៉ែបងប្អូនជាក់ស្ដែងទី1តមដូចជាគ្រឿងសមុទ្រគ្រឿងផ្អាប់សាច់គោតាពាំងត្រប់ម្ទេសហិលនិងគ្រឿងស្វឹងពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនាវីដេអូនេះដែលកំពុងតែមានបញ្ហាដូចខាងខ្ញុំរៀបរាប់ខាងលើមានចង្អល់ណាតាក់ទងជាមួយផលិតផលនេះពុកម៉ែបងប្អូនអាចតាក់ទងមកបានតាមរយៈលេខទូរស័ព្ទនៅលើវីដេអូនេះដើម្បីពិគ្រោះច្បល់តាក់ទងជាមួយផលិតផលតាក់ទងជាមួយបញ្ហាជំងឺឲ្យកាន់តែស៊ីជម្រៅមុននឹងពុកម៉ែបងប្អូនសម្រាប់ចិត្តទិញផលិតផលនេះយកទៅប្រើប្រាស់កុំឲ្យខកអំណងពុកម៉ែបងប្អូនណាអញ្ចឹងជាចុងក្រោយខ្ញុំបាទផលីសូមអរគុណសូមជម្រាបពុកម៉ែបងប្អូនដែលជួបតែសំណាងល្អរកជីទូទីមានបានគ្រប់ក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលា